បាំងសាច់អួនបិទជិតចរាចរណ៍ត្រីពងកូននៅក្នុងរដូវបិទនេសាទត្រូវបានបង្ក្រាបពីកងខេមរៈភូមិន្ទប្រចាំការនៅក្បែរកោះចាឡៃឃុំពីមឆ្កោងស្រុកជលគិរីខេត្តកំពង់ឆ្នាំងបទល្មើសនេសាទរបាំងនរ៉ៅនៅក្នុងរដូវបិទនេសាទកាត់ផ្តាច់ចរាចរណ៍ក្នុងរដូវមច្ឆជាតិពងកូនបន្តពូជនោះត្រូវបានទទួលរងការបង្ក្រាបហើយនៅព្រឹកថ្ងៃទី11ខែសីហាឆ្នាំ2026នេះដោយកងកម្លាំងខេមរៈភូមិន្ទប្រចាំការនៅក្បែរកោះចាឡៃឃុំពីមឆ្កោងស្រុកជលគិរីប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅពីទីតាំងផ្សេងគ្នានៅក្នុងដែននេសាទបឹងធំនិងបឹងតូចស្ថិតនៅខាងកើតភូមិកំពង់បាស្រូវឃុំជលសាស្រុកជលគិរីខេត្តកំពង់ឆ្នាំងឧបករណ៍នេសាទល្មើសច្បាប់ដែលទទួលរងការបង្ក្រាបនោះរួមមានរបាំងសាច់អួនក្រឡាពីហ៊ុនកន្លះនិងលោកក្រឡាប្រាក់3លីហើយរបាំងនីមួយៗសុទ្ធតែបិទផ្ចិតកបឹងជាផ្លូវចរាចរណ៍ត្រីឡើងពងកូនតែម្ដងបើយោងតាមទស្សនវិជ្ជាជាក់ស្ដែងនិងប្រភពព័ត៌មានដែលអង្គភាពគេហទំព័ររស្មីបូព៌ាយើងទទួលបានគឺបទល្មើសនេះបានសម្រុកកាត់ឡើងប្រងព្រាតតែម្ដងខណៈដែលមានទឹកឡើងហូរចូលវាទំនាបនោះហើយបទល្មើសប្រភេទនេះត្រូវបានកាត់ឡើងជារៀងរាល់ឆ្នាំក្នុងរដូវទឹកឡើងស្ថិតនៅក្នុងរដូវបិទនេសាទនិងរដូវទឹកសម្រហើយជនដែលប្រព្រឹត្តក៏ជាមនុស្សដដែលនោះដែរដែលធ្វើឲ្យមានមតិរិះគន់ថាជាការអសមត្ថភាពរបស់លោកនួនរដ្ឋីជានាយផ្នែករដ្ឋបាលជលផលកំពង់ប្រសានដែលមានសមត្ថកិច្ចគ្របដណ្ដប់នៅលើភូមិសាស្ត្រនោះលោកនួនរដ្ឋីក៏ត្រូវបានគេសង្កេតឃើញថាជាមនុស្សដែលគ្មានសមត្ថភាពដឹកនាំនិងដោះស្រាយក្នុងតួនាទីភារកិច្ចរបស់ខ្លួននោះទេជាពិសេសគឺការបង្ក្រាបនេះឯងលោកនួនរដ្ឋីច្រើនតែមានចរិតរំអួយក្នុងករណីបង្ក្រាបបទល្មើសនេសាទតួយ៉ាងដូចជានៅមុនករណីបង្ក្រាបខាងលើនេះលោកនួនរដ្ឋីបានឆ្លើយតបនឹងអ្នកសារព័ត៌មានថារបាំងទាំងនោះខ្លះលោកមិនអាចទៅបង្ក្រាបបាននោះទេព្រោះថារបាំងទាំងនោះវាចូលនៅក្នុងព្រំប្រទល់ទឹកដីខេត្តកំពង់ចាមគួរបញ្ជាក់ថាបើយោងតាមស្ថានភាពជាក់ស្ដែងគឺមានរបាំងទន្លេខ្លះស្ថិតនៅក្នុងដែននេសាទស្រុកបាធាយខេត្តកំពង់ចាមក៏ពិតមែនប៉ុន្តែវានៅជាប់ព្រំប្រទល់គ្នាដោយឡែកនៅក្នុងឆ្នាំមុនក្រោមការដឹកនាំផ្ទាល់របស់លោកលីឡានាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនោះគឺលោកបានដឹកនាំបង្ក្រាបនៅចំណុចទីតាំងនោះគ្មានសល់ខុសពីការរអ៊ូរទាំរបស់លោកនួនរដ្ឋីអត្ថបទព័ត៌មាននិងរូបភាពដោយលោកជានិម